Cooper លាក់បាំងច្រើនពេកអាចកំបាំងនៃរយៈពេល200ឆ្នាំកន្លងមកមានអ្វីកើតឡើងហើយអ្វីបានជាគាត់ត្រូវបានបញ្ចុះនៅក្នុងឈូសកូនស្រីដែលរត់គេចខ្លួនជាមួយគាត់នៅពេលអ្វីកើតឡើងបន្ទាប់រឿងភាគនេះត្រូវបានកែសម្រួលចេញពីដំណើរហ្គេមវីដេអូដ៏អស្ចារ្យបំផុតមួយឈុតនេះពិតជាល្អឥតខ្ចោះណាស់ស្តង់ដារនៃហ្គេមភាពដែលមើលឃើញដល់ល្បីល្បាញដូចជាគ្រឿងសឹកអំណាចក្មេងប្រុសគេចវេកម្រិតខ្ពស់នៃឈុតឆាកហ្គេមការស្ដារឡើងវិញបង្កើតអារម្មណ៍ប្រាកដនិយមយ៉ាងបាត់ហើយមើលឃើញក្រោយមហន្តរាយដ៏ជ្រាលជ្រៅផលគឺគួរឲ្យភ្ញាក់ផ្អើលខ្លាំងណាស់ដែលយើងមិនចាំបាច់និយាយអ្វីបន្តពីទេចូលទៅនៅក្នុងទីជម្រកក្រំដី Lucy បានរៀបចំពិធីមង្គលការមួយឪពុកស្ថិតនៅក្នុងទីជម្រកនេះអ្នកត្រួតពិនិត្យវិទ្យាស្ថានដើម្បីរស់នៅស្វែងរកកន្លែងជ្រកកោនជាមួយកូនចៅដែលរៀងរាល់3ឆ្នាំម្ដងពួកគេនឹងធ្វើតាមលើអាពាហ៍ពិពាហ៍ផ្សេងទៀតភាគខាងលិចបានឆ្លងកាត់ការពិនិត្យឡើងវិញហើយបានទទួលជាមួយ Vault 32សិទ្ធិរៀបការពេលកំពុងស្វែងរកការជ្រកកោនវិទ្យាស្ថាននេះគឺជាថ្ងៃឈប់សម្រាកដ៏ធំមួយឪពុករបស់ Lucifer នេះបាននាំមកគ្រាប់ពូជនិងម៉ាស៊ីនដ៏មានតម្លៃបំផុតខ្លះនៃឧបករណ៍នេះត្រូវបានផ្ដល់ជាលេខ32ត្រូវបានផ្ដល់ជូនអ្នកបង្កាត់ពូជជាធម្មតាមានលក្ខណៈសម្បត្តិល្អឥតខ្ចោះសែនត្រូវបានប្រើជាពិសេសដើម្បីដាំដុះពេល Lucy បានឃើញមនុស្សចំនួនក្រោយពេលនាងខ្លាចជាកូនកំឡោះនាងបានរកឃើញថាពិតជាសង្ហាណាស់សូម្បីតែមិត្តល្អបំផុតរបស់នាងដែលឈរនៅក្បែរនោះជាមានលក្ខណៈដែលវាបានកើតឡើងក្នុងអំឡុងពេលពិធីមង្គលការអ្នកម្ខាងទៀតមិនបានស្លៀកឈុតនៅថ្ងៃនោះទេទៅវិញគាត់នៅតែបន្តស្លៀកសម្លៀកបំពាក់ឡើយ Lucy មិនបានធ្វើអ្វីច្រើនទេពួកគេចង់បញ្ចាំងវាដោយប្រើម៉ាស៊ីនបញ្ចាំង Make និងផែនដីបានបែកជាពីរពិធីដ៏ធំមួយត្រូវបានធ្វើឡើងសម្រាប់ស្វាមីភរិយាពិធីមង្គលការនេះ Lucy ម្ដងទៀតនៅពេលញ៉ាំអាហារជំរកលេខ32ត្រូវបានរកឃើញមនុស្សនៅក្នុងជំរំជនភៀសខ្លួនមើលទៅដូចជាពួកគេដូចជាខ្មោចចាប់កំណត់ឡើងវិញពួកគេថែមទាំងបានរុញច្រានអ្នកដទៃទៀតអាហារនៅក្នុងចានសូម្បីតែកំបិតក៏ដោយសូម្បីតែសមក៏គ្មានប្រយោជន៍ដែរដែលធ្វើឲ្យមនុស្សខ្ញុំមិនអាចជួយអ្វីបានក្រៅពីមានអារម្មណ៍មិនទេគ្រោះមហន្តរាយមិនល្អពេលមានគ្រោះមហន្តរាយប៉ុន្តែមិនទាន់ដល់ឆ្លើយណាស់ដូចមនុស្សប្រៃផ្សៃយ៉ាងណាមិញនៅថ្ងៃរៀបការរបស់នាង Lucy ជំនួសឲ្យការវាយប្រហារនាងបានសួរថាបញ្ហាមួយដែលគាត់យកចិត្តទុកដាក់យ៉ាងខ្លាំងពេលនោះឪពុករបស់ Lucy ក្នុងនាមខ្ញុំជាម្ចាស់ផ្ទះខ្ញុំបានចាប់ដើមក្នុងសុន្ទរកថារបស់លោកបានអបអរសាទរអ្នកជំនួសថ្មីបាននាំមកគេវិញការសាញ់ថាដោយផ្អែកលើឆ្នាំទាំងនេះការតាមដានផ្ទៃផែនដីបានបង្ហាញកម្រិតវិទ្យុសកម្មនឹងកើតឡើងឆាប់នេះធ្លាក់ចុះដល់តម្លៃធម្មតាមានន័យថាពួកគេនឹងអាចត្រឡប់មកវិញឆាប់នេះប្រឈមមុខនឹងមនុស្សជាតិជំនាន់ក្រោយមិនចាំបាច់លាក់ខ្លួននៅក្នុងទីងទេពិភពក្រោមដីប៉ុន្តែពួកគេបានរស់នៅក្រោមដីអស់រយៈពេល1ឆ្នាំកាលពី200ឆ្នាំមុនឥឡូវជាដីខ្ញុំមិនដឹងថាវាមើលទៅដូចអ្វីទេដោយដឹងថាអ្នករស់រានមានជីវិតខាងលើពោពេញដោយគ្មានអំណាចគ្រប់គ្រងលើអំពើហិង្សានិងការសញ្ញាបត្រនេះត្រូវបានគេហៅថាអ្នកវិឆ្មោះប៉ុន្តែមិនថាមានរឿងអ្វីកើតឡើងទេនៅទីប្រឡប់ពួកគេដីវិញយ៉ាងឆាប់រហ័សបើបានចាប់ផ្ដើមជាមួយនឹងការប្រកាសរបស់គាត់មនុស្សគ្រប់គ្នាពោពេញដោយសេចក្តីរីករាយស្នាមញញឹមរបស់គាត់មិនបានដឹងខ្លួនថាវិបត្តិដ៏មហន្តរាយកំពុងកើតឡើងដោយស្ងៀមស្ងាត់បងប្រុសរបស់ Lucy បានលួចចេញពីទ្វារចម្រោកខ្ញុំគ្រាន់តែចង់ដឹងចង់ឃើញហើយចង់ឃើញតំបន់រស់នៅចម្រោកផ្សេងទៀតជាងមានការភ័យរន្ធត់យ៉ាងខ្លាំងនៅពេលរកឃើញ30ការពោតនៅចម្រោកលេខ1កន្លែងនេះស្ងួតហួតហែងយូរមកហើយមើលទៅហាក់ដូចវាត្រូវបានគេបោះបង់ចោលជាយូរមកហើយមុនពេលគាត់ចាប់ជំស្នាក់នៅពួកគេបានរកកន្លែងនោះរញ៉េញ៉ៃណាស់ហើយទេគ្មានចម្រោកសម្រាប់អ្នកដែលនៅរស់នោះទេអ្នកទទួលខុសត្រូវដេកលើកៅអីភាគីម្ខាងទៀតបានស្លាប់ជាយូរមកហើយ Lucy និងកូនកំឡោះបានទៅរូងភ្នំបន្ទប់អាចថ្មីក្នុងរយៈពេលត្រឹមតែប៉ុន្មាននាទីប៉ុណ្ណឹងឡើងទ្រាំមិនបានក៏រត់ទៅទឹកគាត់កំពុងផឹកទឹកនៅក្បែរអាងទឹកដោយអស់សង្ឃឹមកិរិយាមិនធម្មតារបស់ Lucy បានធ្វើឲ្យប្រយ័ត្នចំពោះក្នុងរបស់ភាគីម្ខាងទៀតមានស្លាកស្នាមវែងមួយនៅលើវាគាត់បានរើសយកឧបករណ៍ចាប់សញ្ញាវិទ្យុសកម្មយ៉ាងក៏ធ្វើតេស្តនេះត្រូវបានតម្រង់ទៅកូនកំឡោះហើយតាមលើពីធម្មតាឆ្ងាយណាស់គាត់បានដឹងភ្លាមថាចង្កុំគឺជាការប្លន់ពីលើផ្ទៃពួកចោលប្លន់គឺជាផ្ទៃខាងលើក្រុមមនុស្សមួយក្រុមដែលបានសម្លាប់មនុស្សគាត់ជាមនុស្សស្រីគ្លៀនឈាមដែលតែងតែប្លន់អ្នកដទៃផ្លូវធនធានរបស់អ្នករស់រានមានជីវិតរបស់គាត់ខាងលិចមិនអាចប្រៀបផ្ទឹមបាននឹងគាត់ទេហើយគាត់បានរងទៅលើដោយចៃដន្យនៅក្នុងភាពវឹកវរនៅខាងក្រៅបានចាក់នៅពេលនោះសម្លេងរត់មួយបានបន្លឺឡើងនៅខាងក្រៅការយកចិត្តទុកដាក់ត្រូវបានទាញឡើងខណៈជាឱកាសសម្រាប់ Lucy ឬកែវការវាយពករបស់ដប់កែវនឹងទទួលបានជោគជ័យប្រឆាំងបានវាយប្រហារហើយបន្ទាប់មកគាត់បានដកដាវរបស់គាត់ដាវដែលចាក់លើពោះរបស់នាងបានធ្លាក់ចុះជើងហើយលូកដៃចូលទៅក្នុងបន្ទប់ប្រអប់ថ្នាំបានបញ្ចេញឥទ្ធិពលពិសេសមួយការចាក់ថ្នាំនេះអាចកាត់បន្ថយពេលវេលាស្ដារសុខភាពឡើងវិញជាបណ្ដោះអាសន្នបន្ទាប